បាទសួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទវីដេអូនេះដែរគឺខ្ញុំថតមុនចែកជូនបងប្អូនមើលលេងកំសាន្តដូចរាល់ដងអញ្ចឹងគឺគ្មានអីប្លែកទេអញ្ចឹងមុននេះគឺខ្ញុំលាងទឹកវាហើយគឺយើងហាលវាពេលល្ងាចដើម្បីឲ្យវាស្ងួតរោមនិងស៊ីចំណីជាធម្មតាដើម្បីយើងត្រៀមលេងនៅខែក្រោយនេះអាក្រហមនេះអញ្ចឹងហើយយើងជូតរោមជូតអីវាស្អាតហើយស្អែកយើងដាក់វាចូលទ្រុងសីនិងវាយលិមីតថ្មតិចដើម្បីឲ្យវាកាន់តែសម្រក់ខ្លាញ់ដើម្បីឲ្យសាច់វាណែនជាងមុនអញ្ចឹងការថែមុននេះមិនបាច់ខ្ញុំនិយាយប្រាប់បងប្អូនច្រើនក៏បងប្អូនអ្នកចំគាត់ដឹងច្បាស់ជាងខ្ញុំទៅទៀតប៉ុន្តែនេះគ្រាន់តែខ្ញុំនិយាយក្នុងវីដេអូនេះដើម្បីឲ្យបងប្អូនស្ដាប់លេងកំសាន្តនិងមើលផងដើម្បីជាការហាត់ប្រាណនិងបំបត្តិការអុកសុកចំណែកអាសណ្ដូងនេះបងប្អូននេះគឺខ្វាក់ម្ខាងហ្នឹងគឺឥឡូវនេះវាបដូររោមហើយអញ្ចឹងរោមវាបដូរបានមួយហើយអញ្ចឹងវាពេញរោមប្រហែលជាមួយខែទៀតយើងអាចយកវាលេងបានវិញធម្មតាហើយចំណែកអាសដាងនេះបងប្អូនអាសដាងដែលចិត្តវាមិញណាដាងនេះគឺវាចាប់ដើមបដូររោមដូចគ្នាអញ្ចឹងគីឡូវា24មកនេះគឺយើងសៃយើងថែខករហូតប៉ុន្តែឥឡូវវាបដូររោមហើយយើងអត់យកវាចូលបានទេអញ្ចឹងយើងចាំត្រៀមវាចូលនៅខែ7ដូចគ្នាគឺជាមួយនឹងអាសណ្ដូកខ្វាក់ហ្នឹងចិត្តគ្នាវាហ្នឹងមកគូហ្នឹងអញ្ចឹងមកនេះគឺខែ7គឺពេញលេងហើយអញ្ចឹងតាមពេលណាយើងចាប់តាមថែវាឬសៃវាចាំខ្ញុំថតជាវីដេអូឲ្យបងប្អូនមើលលេងកំសាន្តតាមដានជាបន្តទៀតដើម្បីបំបត្តិការអុកសុកហើយសម្រាប់វីដេអូនេះបងប្អូនបើសិនជានិយាយទៅមានការខ្វះខាតឬក៏មានសម្លេងការរំខានពីខាងក្រៅអីសូមបងប្អូនអធិស្ឋានផងព្រោះអីយើងបញ្ចូលសម្លេងនេះគឺនៅខាងក្រៅទៅទេអញ្ចឹងមានសម្លេងខ្យល់សម្លេងសត្វសម្លេងមនុស្សឆ្លើយឆ្លងគ្នាទៅវិញទៅមកអញ្ចឹងបងប្អូនមើលហើយសូមមេត្តាអធិស្ឋានផងអញ្ចឹងបងប្អូនមន់ដែលខ្ញុំយកចូលមកនេះគឺមានចំនួនថែម5គ្រាប់ទៀតអញ្ចឹងអាពីខាងក្រោយនោះនិងអាមួយដែលនៅជួបអាដាងចាំតិចខ្ញុំថតឲ្យបងប្អូនមើលនេះបងប្អូនអាក្រហមនេះគឺគីឡូវា27ហើយវាឡើងគីឡូហើយអញ្ចឹងគ្រាន់តែវាមិនតន់ដាក់ចិត្តវាមែនតើចំណែកអាជួបវានោះគឺគីឡូ32អាឆេះនោះអាក្រហមខាងក្រោយនោះគឺគីឡូ29ចាក្រហមក្រោយនោះដែលយើងត្រៀមលេងខែក្រោយនោះបងប្អូនឥឡូវគឺយើងជូតទឹកវាហាលក្តៅពេលល្ងាចសិនយើងបើចំណីវាថែមបន្តិចទៀតហើយវីដេអូគឺមិនតែប៉ុណ្្នឹងបងប្អូនបើសិនជាមានការខុសឆ្គងឬកន្លែងណាមួយសូមបងប្អូនមេត្តាអធិស្ឋានផងហើយកុំភ្លេចចុចពាក្យជើង Subscribe ដាក់មួយផងអរគុណបងប្អូនទាំងអស់គ្នា